សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Wise Podcast ថ្ងៃនេះបងប្អូនទាំងអស់គ្នានឹងបានជួបជាមួយខ្ញុំនៅផាម្ដងទៀតហើយចានៅក្នុង podcast ថ្មីហើយបងប្អូនទាំងអស់គ្នាក៏នឹងបានជួបជាមួយនឹងតារាកិត្តិយសថ្មីដូចគ្នាចាដែលបងប្អូនទាំងអស់គ្នាទន្ទឹងរង់ចាំចាដែលគាត់មានរាងសង្ហាសាច់ដុំធំធំចាកម្ពស់ក៏ខ្ពស់ចាហើយសវល់ខ្មៅខ្មៅចាចាំបងប្អូនទាំងអស់គ្នាទាញមើលថានឹងជួបជាមួយណាគេនៅក្នុងថ្ងៃហ្នឹងបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទនេនថៃដូចបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហើយនេនថៃខុសពីនេនទុំដោយសារតែនេនទុំសឹកមុននេនថៃហើយនេនទុំក៏បានលាចាកលោករួចទៅហើយនៅតែនេនថៃមិនទាន់ស្លាប់បាទថ្ងៃនេះខ្ញុំមានវត្តមានទាំងរស់តែម្ដងចូលរួមកម្មវិធីជាមួយនឹងពិធីការនីដ៏ស្រស់ស្អាតបាទចា៎ហើយខ្ញុំសង្ឃឹមថាក្រោយពេលធ្វើបទសម្ភាសន៍ចប់ខ្ញុំនឹងមានជីវភាពធូរធារជាងនេះបាទអូខេចឹងបងសួស្តីសុខសប្បាយចា៎អូនសុខសប្បាយមិនកាជីវិត2025ជីវិត2025ខែ1នេះគឺប្រៃឡប់អូខេបាទនិយាយអំពីជីវិតស្នេហាឆ្នាំ2025នេះគឺ5លើ10 5លើ10បាទចាអត់ចាំមិនមានស្នេហាដែរធ្លាប់មានស្នេហានិយាយភាគច្រើនយើងលួចស្រឡាញ់គេហើយគេហ្នឹងខ្ញុំជឿថាមុខម៉ែអញ្ចឹងគេមិនយកទេគាត់ថាគេយើងអាចលួចក្រាស់គេបានអញ្ចឹងយើងលួចស្រឡាញ់គេយើងលួចបានច្រើននេះប៉ុន្តែបើយើងស្រឡាញ់ម្នាក់គឺយើងតាមតែម្នាក់ហើយអញ្ចឹងហើយដល់5លើ10ទៀតបាទ5លើ10ជីវិតបងវាសំតែអញ្ចឹងណាអញ្ចឹងអូខេបងអញ្ចឹងដូចឥឡូវនេះខ្ញុំបានស្គាល់បងថៃខ្ញុំគួរតែហៅថាថៃហ្មងណាចាតែហៅពូក៏បានហៅអ៊ំក៏បានខ្ញុំស្គាល់ពូនៅក្នុងរយៈពេលដែលថ្មីនេះចាប៉ុន្តែកាលពីមុនមកខ្ញុំមិនដែលបានស្គាល់ពូទេអញ្ចឹងគួរឲ្យណែនាំខ្លួនឯងចាពីដូចបងប្អូនអរគ្នាបានដឹងស្រាប់ហើយថាខ្ញុំដាក់ហៅរងខ្ញុំចង់ហៅខ្លួនឯងជាពូដោយសារតែទៅណាក៏ចង់ឲ្យក្មេងៗគាត់ហៅពូដោយសារយើងចាស់ហើយអញ្ចឹងបានបងឆុនសវណ្ណរីគាត់និយាយនឹងថាពូក៏ដូចប៉ាតែគុំច្រឡំពូជាមួយនឹងប៉ាពូប៉ាធំជាងពូបាននិយាយលេងទេជាក់ស្ដែងខ្ញុំពីមុនមកគឺខ្ញុំជាអតីតអ្នកបួសមួយរូបដែរបងប្អូនអរគ្នាបានដឹងស្រាប់ហើយថាអំឡុងឆ្នាំ2019ហ្នឹងក៏ធ្លាប់មានព័ត៌មានជាច្រើនចុះផ្សាយពីខ្ញុំតែតាំងជាមួយនឹងផ្នែករូបសម្បត្តិនិងការសិក្សាបច្ចុប្បន្នភាពក្រោយពីខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់នៅសាលាច្បាប់ខ្ញុំធ្វើវីដេអូធម្មតាបាទគឺខ្ញុំអត់បានចូលធ្វើវីដេអូតាមបេះដូងតាមអីទេហើយសួរថាគប្បីទេនៅពេលដែលយើងរៀនផ្នែកច្បាប់ហើយយើងមកធ្វើជា content creator ជា influencer ហ្នឹងគឺខ្ញុំគិតថាគប្បីពីព្រោះអីដែលសារខ្ញុំប្រឡងចូលក្រសួង5ដងខ្ញុំជាសំណាងខ្ញុំប្រឡងជាប់ទាំង5ក្រសួងគឺប្រឡងជាប់ឈ្មោះប្រឡងហើយប៉ុន្តែប្រឡងជាមន្ត្រីគឺយើងធ្លាក់ទាំងអស់បាទអញ្ចឹងទៅគឺខ្ញុំក៏បីចំពោះខ្លួនឯងខ្ញុំគិតថាអាជីពនេះយើងអាចរលួយបានស្រួលជាងអាជីពនោះដោយសារយើងប្រឡងធ្លាក់រហូតហើយប៉ុន្តែជាសំណាងមួយគឺខ្ញុំចេះលើកទឹកចិត្តខ្លួនឯងចាទោះបីជាខ្ញុំប្រឡងធ្លាក់មិនបានធ្វើការងារទៅតាមក្តីសម័យក៏ពិតមែនប៉ុន្តែហេតុផលមួយគឺខ្ញុំអត់ចេះបោះបង់ឬក៏ជន់បលិចខ្លួនឯងចាពីព្រោះខ្ញុំគិតថាជីវិតយើងលំបាកមុនទៅវេទនាក្រោយចាអញ្ចឹងឲ្យតែយើងនៅតែតស៊ូរឿងវេទនាវានៅតែច្រើនហើយជាពិសេសហ្នឹងគឺខ្ញុំចេះតែលើកទឹកចិត្តមនុស្សជុំវិញខ្លួនខ្ញុំថានៅពេលដែលគាត់ចាប់ផ្ដើមប្រឡូកជាមួយនឹងវិស័យការងារប្រឡូកវិស័យរ៉ូស៊ីណាគាត់តែនិយាយអំពីភាពលំបាករបស់គាត់ហ្នឹងទៅកាន់មនុស្សជុំវិញខ្លួនហើយគាត់បាក់ទឹកចិត្តខ្ញុំតែនិយាយពាក្យថាមនុស្សយើងធ្វើការជាមួយនឹងមនុស្សវាតែងតែជួបបញ្ហាយ៉ាងអីវាធ្វើខុសពីធ្វើការជាមួយនឹងប្រែតអត់ទេបើធ្វើការជាមួយនឹងប្រែតអត់មានប្រវាយច្រើនទេពីព្រោះអីយើងឧទ្ទិសកុសលសុំនេះសុំនោះចប់តែបើធ្វើការជាមួយមនុស្សមានចិត្តមានបេះដូងអញ្ចឹងមនុស្សយើងគឺអត់មានដូចគ្នាអញ្ចឹងយើងត្រូវដាក់ស្មេកមាននេះផងយើងត្រូវតែតស៊ូយើងត្រូវតែរៀនសិក្សាពីគ្នាទៅវិញទៅមកមិនអាចបដោតតែអារម្មណ៍ខ្លួនឯងបានទេអញ្ចឹងខ្ញុំនិយាយថាធ្វើការជាមួយមនុស្សខុសពីធ្វើការជាមួយប្រែតអញ្ចឹងដែលអាប់ថាធ្វើការជាមួយមនុស្សនេះឯងទៅយើងត្រូវរៀនយល់ពីមនុស្សឲ្យបានច្រើនទៅយើងមិនងាយចាញ់បោកមនុស្សហើយយើងងាយនឹងអភិវឌ្ឍខ្លួនឯងយល់ចាព្រោះអីយើងមិនធ្វើមួយប្រែតមួយមនុស្សតែសង្ហាបងឯងប្រឡង5ដងធ្លាក់ទាំង5ដងអាហ្នឹងមិនតន់អស់ចាទេរឿងមួយដែលខ្ញុំអស់ចាសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំគឺឆ្នាំតែមួយគឺឆ្នាំ2019ហ្នឹងគឺខ្ញុំប្រឡងធ្លាក់5ក្រសួងហើយខ្ញុំមិនអស់ចិត្តខ្ញុំក៏ទៅសុភាសនៅទូតអាមេរិក5ដងទៀតហើយជាអកុសលគឺយើងធ្លាក់ទាំង5ដងទៀត5ដងទៀតធ្លាក់5ដងហើយក៏ខ្ញុំសម្រេចចិត្តថាសឹកតម្ដងពីព្រោះអីកាលហ្នឹងគឺខ្ញុំសន្យាជាមួយនឹងញោមស្រីថានៅពេលរៀនចប់ Master ហើយគឺខ្ញុំនឹងសឹកហើយ
ប៉ុន្តែយើងរៀនចប់3ឆ្នាំហើយយើងអត់បានសឹក អូ អញ្ចឹងបងក៏ឲ្យទៅអាមេរិកទៅពេលទៅអាមេរិកសភាទៅអាមេរិកធ្លាក់5ដងខ្ញុំក៏សឹក អូ សឹកភ្លាមបានមួយថ្ងៃនេះគេបាត់វត្តទៀត អូ អញ្ចឹងកូវីដផ្ទុះមកអាឆ្នាំ2020ហ្នឹងក៏ចាប់ផ្ដើមប្រឡូកឆ្លោះពីព្រំបងវត្តដោយសារគេបាត់កូវីដហ្នឹងគេអ្នកដែលជាប់សង្ស័យជាច្រើនក្នុងវត្តបទុមហ្នឹងគឺគេបាត់ អាហ្នឹងមកពីគេមកពីយើង ខ្ញុំមិនដឹងថាខ្ញុំកាលនោះកាយព្រះគ្រូឬកាយសំណាង ចង្រៃមែន ប៉ុន្តែវាជួបរឿងច្រើនប៉ុន្តែយើងនៅតែអាចនៅរស់បានខ្ញុំទៅសារហ្នឹង ចាខ្ញុំក៏ទៅសារដែរថានៅអាចហួសបានចាពិតជាមនុស្សធម្មតាមិនអាចដូចបងបានទេណាចាប្រឡងអ្នកខ្លះគាត់នៅប្រឡងធ្លាក់2ដង3ដងនេះគេបោះបង់ហើយប៉ុន្តែដូចគាត់មានការតស៊ូប្រឡង5ដងហើយទៅថែម5ដងទៀតអញ្ចឹងណាវានៅតែអត់ជាប់ទាំងអស់ចាហើយក៏សម្រាប់ចិត្តថាបងសឹកមកចាជាតសក់ធម្មតាអញ្ចឹងនៅពេលដែលបងសឹកមកជាតសក់ធម្មតាតើបង ជាតសក់មើល ជាគេហៅគេហ្នឹងហ្មង ជាប្រសក់ ជាប្រសក់ ចេះមែនសឹកមកជាតសក់អូន ខ្ញុំលើតែគេនិយាយតសក់ចា នេះជាតសក់នេះអូនទៅតឡាទៀតចំហើយ ជាប្រសក់ធម្មតាអញ្ចឹងណាយើងបានជួបជាមួយនឹងបញ្ហាជីវិតអីគេខ្លះចា ក៏ពិសឹកមកគឺខុសពីនៅលោកទាំងស្រុងកាលដែលខ្ញុំមិនទាន់លាចាកលោកហ្នឹងគឺចង់បញ្ជាក់ថាយើងអត់ទាន់លាចាកភេទជាអ្នកប៊ូស ចាជា អញ្ចឹងយើងនៅជាលោកអញ្ចឹងខ្ញុំអត់ទាន់លាចាកលោកហ្នឹងគឺអត់សូវមានសម្ពាធច្រើនទេព្រោះយើងដឹងស្រាប់ហើយថានៅវត្តទឹកភ្លើងគឺហើយនឹងចង្ហាន់យើងនៅវត្តបទុមឆាន់រួមមែនប៉ុន្តែយើងត្រូវចែកតាមកฎហ្នឹងមួយខែ30រៀលហើយថ្លៃទឹកភ្លើងហ្នឹងអស់យ៉ាងច្រើន 20000 នេះអញ្ចឹងអាចថា32រៀលមួយខែយើងត្រូវចំណាយហើយអត់មានសម្ពាធស្រីបោកគេខកចិត្តលួចស្រឡាញ់គេបងទឹកបងភ្លើងបងធនាគារគេជេរអត់ទេព្រោះយើងនៅជាអ្នកបួសភាគច្រើនពុទ្ធបរិស័ទជាអ្នកកាន់ពុទ្ធសាសនាអញ្ចឹងគឺគាត់មិនណែណាគេសុខជេរលោកទេមែនទេដល់ពេលយើងសឹកមកយើងត្រូវទទួលខុសត្រូវដំបូងគេបងអស់គឺយើងត្រូវប្រឡូកសម្របខ្លួនពីព្រោះយើងធ្លាប់តែគេថ្វាយបង្គំឲ្យស្រាប់តែគេហៅអា អូចា ជួបជាមួយនឹងល្អមអីគាត់ហៅហើយអានេះអីចឹងដល់ពេលចឹងយើងលឺអាពាក្យអញ្ចឹងយើងអត់ទាន់ស៊ាំទៅជាតិហើយចំណុចទី2ក្មេងស្ទីលធម្មតាយើងឃើញយើងតងោលផោះសឹកមកតងោលចឹងចាវាស្មើយើងចិនអញ្ចឹងគេរកវាយយើងដែរហើយបន្តមកទៀតយើងចូលធ្វើការហ្នឹងខ្ញុំធ្វើការដំបូងគឺខ្ញុំធ្វើការផ្នែក real estate អូ សឹកមកគឺខ្ញុំចូលផ្នែក real estate ប៉ុន្តែខ្ញុំធ្វើផ្នែក digital marketing and coordinator យើងធ្វើផ្នែកធំដែរអញ្ចឹងទៅធ្វើការហ្នឹងបានរយៈពេល3ខែក៏ខ្ញុំចេញដោយសារតែយើងអត់មានពេលគ្រប់គ្រាន់ខ្ញុំក៏ប្រឡូកជុំវិស័យសិល្បៈតែម្ដងប៉ុន្តែអ្វីដែលខ្ញុំប្រឈមជាងគេបំផុតគឺពាក្យក្រោតក្រៀតដែលត្រូវបានគេធម្មតាយើងផលិតវេទិកាអ្នកដែលចូលចិត្តក៏គាត់ចូលចិត្តតែអ្នកមិនចូលចិត្តក៏គាត់ជេរតែគាត់ថានេះធ្លាប់បួសធ្លាប់រៀនគួរណាស់តែចេញវីដេអូអប់រំនិយាយធម៌ចាហើយយើងគិតមើលថាឲ្យយើងទៅនិយាយធម៌ទៀតស្ថាប័នពុទ្ធសាសនាមកកោកចាប្រសងលោកអ្នកចេះដឹងមកកោកហើយលោកមិនជាអ្នកទូនីតិលោកជាអ្នកអប់រំហើយយើងសឹកហើយយើងអប់រំស្អីទៀតចាយើងគួរណាស់តែចែកម្លែកអ្វីដែលកំ pl ែងដែលល្អក្នុងសង្គមហើយគាត់ចង់ឲ្យយើងនឹងទៅអប់រំដល់ពេលយើងអត់តាមបេះដូងគាត់ជេរយើងចាហើយយើងនឹងស្រាប់ហើយថាយើងមិនមែនព្រះអរហន្តណាតែគេជេរគេខឹងណាជេរខឹងហើយគាត់ថាយើងបានថ្នាលនៃការអប់រំបែបពុទ្ធសាសនាមកច្រើនទៅយើងអត់មាន feedback អីជាមួយពួកគាត់តែយើងលួចជេរគាត់ក្នុងចិត្តវិញអញ្ចឹងឈឺនឹងគេជេរវិញណាចាអញ្ចឹងខ្ញុំបានថាវាមិនស្រួលទេនៅពេលដែលយើងធ្វើអីមួយយើងមិនអាចគប់ចិត្តមនុស្សចាដល់ឲ្យមកធ្វើឲ្យគេមកសម្របជាមួយយើងតែសំខាន់យើងមើលឃើញថាអីដែលជាទេពកោសលរបស់ខ្លួនឯងអញ្ចឹងតែខ្ញុំរកឃើញខ្លួនឯងបដៅនៅពេលហ្នឹងគេជេរច្រើនហ្នឹងខ្ញុំរកឃើញខ្លួនឯងបាទខ្ញុំរកថាគេជេរហ្នឹងមានន័យថាគេចង់ឲ្យយើងហ្នឹងទៅដូចឬក៏ទៅក្នុងមុំមួយដែលគេចង់បានហេតុអីបងយល់ថាអញ្ចឹងតាមពិតទៅបើមនុស្សយើងក៏បើគេអត់តាមដានគេអត់ជេរអូចាគេថាគេអត់ស្គាល់គេមិនដឹងជេរយើងវាណាដល់ពេលគេតាមដានយើងមានន័យថាគេស្គាល់ហើយគាត់ចង់ឲ្យមនុស្សហ្នឹងគឺខ្លាចទៅជា hero មួយនៅក្នុងចិត្តគាត់អូខេតែទៅពេលយើងអត់បានខ្លាចទៅជា hero នៅក្នុងចិត្តគាត់វាបដិខៈសេចក្តីថ្នាក់ក្នុងចិត្តគាត់វាកើតមានអញ្ចឹងមានន័យថាពេលខ្លះយើងមិនមែនធ្វើខុសទេចាយើងធ្វើត្រូវហើយគាត់ដល់វាអត់ត្រូវចិត្តគាត់ចាអញ្ចឹងដំបូងឡើយក៏ដូចគ្នាយើងរស់នៅជាមួយនឹងគ្រួសារក៏ដូចគ្នាដែរភ្លាមអត្តចរិតផ្ទាល់ខ្លួនផងយើងវាអត់ទាន់អាចសម្របជាមួយគ្នាបានមិនមែនមានន័យថាគាត់ទទួលយកអត់បានទេមានន័យថាគាត់ត្រូវការពេលវេលាបន្តិចដើម្បីឲ្យចិត្តផងគាត់នឹងស៊ាំជាមួយនឹងយើងដូចខ្ញុំអញ្ចឹង
ខ្ញុំចាប់ដើមធ្វើវីដេអូកំ pl ែងតិចទៅគាត់ជេយូរទៅស៊ាំតែដល់ពេលស៊ាំទៅវាខ្លាយទៅជា color ថ្មីមួយថាអូក៏ប៉ុន្តែ color គាត់ចូលចិត្តបែបកំ pl ែងអញ្ចឹងហើយមានការអប់រំលាយើងខ្លះទៅអញ្ចឹងមានន័យថាគាត់ស៊ាំដល់ពេលគាត់ស៊ាំក៏លេងជេរលេងអីមកអញ្ចឹងប៉ុន្តែមិនមានន័យថាអ្នកដែលជេរហ្នឹងគឺសិតតែគាត់អាក្រក់ហ្នឹងគាត់ដល់ពេលខ្លះគាត់ចង់ឲ្យយើងហ្នឹងទៅជាមនុស្សបែបមួយផ្សេងតែយើងបែរជាចេះគាត់ទទួលយកអត់តាន់បានក៏គាត់ជេរអញ្ចឹងទៅចង់ដូចតាក់ទងជាមួយនឹងការផលិត content របស់បងហ្នឹងឃើញថាបងលេងបែបលក្ខណៈមួយថាកំ pl ែងហើយខ្ទើយអញ្ចឹងណាអញ្ចឹងអាហ្នឹងមើលទៅដូចគេនិយាយមែនអត់ថាបងជាខ្ទើយឬក៏បងជាតែពិតជាបើយើងមែនតើទៅយើងអ្នកយល់ពីសិល្បៈវាមានអត្ថជ្រៅដោយយើងដូចខ្ញុំនឹងខ្ញុំថតពីអ្នកបងសិតបាយចិត្តតួខ្លះយើងមក project យើងទទួលបានឧទាហរណ៍ថា700ចុះបើយើងរកតួស្រីមកតួស្រីហ៊ានលេងមួយយើងអត់យល់ទី2យើងចាយតួស្រីមកតង់ទៀតអញ្ចឹងតួបងសិតហ្នឹងគាត់អាចច្នៃខ្លួនឯងបានអត់សិល្បៈជំរឿនៃសិល្បៈហ្នឹងគាត់អាចវិវត្តខ្លួនឯងទៅទៀតបានអត់ដល់ពេលដែលបងសិតគាត់ agree គាត់មាន talent អាចសម្ដែងជាតួស្រីក៏ប៉ុន្តែយើងមិនមែនយកភេទទី3មកលេងទេយើងជាប្រុសហ្នឹងយើងសម្ដែងជាតួស្រីជាតួស្រីទេប៉ុន្តែដោយសារតែយើងមើលទៅខ្លួនយើងជាប្រុសហើយមកធ្វើស្រីយើងគិតថាជាភេទទី3តែប៉ុន្តែជាតួស្រីទេប៉ុន្តែគាត់ថាគ្នាមៀតដៀងបងសិតនេះគាត់មៀតដៀងអញ្ចឹងទៅយើងមើលវាទៅជា color មួយទៀតអញ្ចឹងណាប៉ុន្តែជាភេទស្រីទេអញ្ចឹងខ្ញុំជាតួប្រុសគាត់ជាតួស្រីតែគាត់ថាមើលទៅវាឆ្កងចិត្តពួកគាត់ទេប៉ុន្តែពួកខ្ញុំសូមបញ្ជាក់ថាខ្ញុំពុំមានចេតនាណាមួយដើម្បីមើលងាយឬក៏ជន់តលិចអីទេវាជាអាតនៃសិល្បៈមួយយើងគ្រាន់តែចង់សម្ដែងនាំមកនៅភាពអប់រំក៏ដូចជាកំ pl ែងដើម្បីឲ្យបងប្អូនយើងសប្បាយទេខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលបងប្អូនអរគ្នាជ្រើសតាំងបេះដូងស្រឡាញ់គ្នាគឺយើងអត់ប្រកាន់ភេទទេគឺមានន័យថាបើសិនជាយើងពេញចិត្តនឹងអាចរស់នៅជាមួយដៃគូយើងជាភេទដូចគ្នាក៏ដោយក៏ស្រឡាញ់ទៅពីព្រោះជីវិតនេះរស់មិនបានយូរទេអញ្ចឹងយើងលើដើរតាមបេះដូងទៅអញ្ចឹងគឺខ្ញុំគ្មានចេតនាណាមួយដែលជន់ពង្លិចឬក៏មើងងាយភេទទី3ទេគាត់ថាដូចយើងស្រាប់ហើយថាយើងថតយើងអត់មានលុយតិចតួចហើយយើងត្រូវចាស់ជួលតួស្រីទៀតយើងមានលុយណាចឹងកើតចេញពីរឿងហេតុអញ្ចឹងទេធ្វើឲ្យបងផលិតទៅជា content មួយដែលមានអមដោយបងសិតជាមួយនឹងបងចូលគ្នាជាតួតែមួយចឹងទៅប៉ុន្តែវាទៅជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ជាងបងថតមួយតួស្រីទៀតបើមិនថតមួយតួស្រីខ្ញុំគិតថាវាសាមញ្ញធម្មតាណាពេលខ្លះបើយើងថតតួស្រីយើងអាចជាបញ្ហាប្រឈមវិញឧទាហរណ៍ខ្ញុំធាក់ស្រីខ្លួនខ្ញុំជាប្រុសហើយថតធាក់ស្រីយើងអត់លើកកម្ពស់វិស័យស្ត្រីយើងក៏មិនកើតអញ្ចឹងបើធាក់អង្សិតធាក់អង្សិតទៅអង្សិតស្រីសាច់ដុំចាអញ្ចឹងក៏ធាក់អង្សិតទៅបាទអូខេអញ្ចឹងអាហ្នឹងពេលខ្លះបងដូចឧទាហរណ៍បងពងថតអញ្ចឹងហើយដល់ពេលឧទាហរណ៍យើងថតខុសអញ្ចឹងហើយធាក់អង្សិតមិនជើងទៅជាទូទៅពេលចឹងអង្សិតអ្នកថតធាក់ខ្ញុំវិញមិនអញ្ចឹងតែសារជាក់ស្ដែងបងសិតគាត់ជាសិល្បករអាជីពចាអញ្ចឹងគាត់មាន talent ជាងខ្ញុំដល់ពេលយើងទៅតែប្រឡូកអញ្ចឹងយើងមិនសូវជាមាន mood ច្រើនដូចគាត់ចាអញ្ចឹងគាត់មាន skill ពួកគាត់ឆ្លងកាត់គេហៅថាសិល្បៈមកមិនមែនតិចឆ្នាំទេតារាល្បីមិនតិចឆ្នាំទេអញ្ចឹងណាដល់ពេលដែលបងចាប់ផ្ដើមចាប់ដៃគូជាក្រុមដំបងតើរឿងអីខ្លះដែលបងប្រឈមមុខតើតើនឹង team work ក៏ប៉ុន្តែខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាបើសិនជាបានទស្សនានៅវីដេអូនេះជាវីដេអូដែលខ្ញុំនៅរស់ហើយខ្ញុំសូមជម្រាបជូនបងប្អូនក៏ដូចជាអ្នកស្ដាប់ទាំងអស់គ្នាព្រោះជាមនុស្សកុំអស់សង្ឃឹមខ្ញុំថតតាំងពីអត់បានលុយ100រហូតកាលហ្នឹងក៏អត់បានលុយដែរគាត់ថាយើងជាប់កុងត្រាតែប៉ុណ្ណឹងបញ្ហាប្រឈមដំបូងបង្អស់សម្រាប់អ្នកផលិតមាតិកាគឺអត់មាន sponsor អូចាអត់មាន sponsor ហើយបើសួរថាបើអត់ sponsor ហើយយើងទ្រទ្រង់ខ្លួនឯងរស់អត់ទ្រទ្រង់ team ខ្លួនឯងរស់អត់វាពិបាកក្នុងការរស់មែនទែនបើសិនជាយើងអត់មានការងារ part time ឬការងារឬក៏លុយកាក់ដើម្បីបំរុងការងារយើងណាត្រូវហើយចាវាទាមទារតើយើងស្វែងរក team មួយដែលផ្ដើមចេញពីបេះដូងគឺគាត់អត់រំពឹងថាបានលុយទេអូអានេះគឺសំខាន់ណាស់បងហើយក៏ពិបាកដែរពិបាក build ឡើងហ្នឹងអញ្ចឹងបើយើងរក team ដែល build ពីអត់ដូចគ្នាគាត់អាចសុខចិត្តធ្វើមួយគ្នាទាំងដែលអត់មកបានអាហ្នឹងគឺជារឿងមួយដ៏ល្អចំណុចទី2យើងអត់យល់ពីប្រព័ន្ធផ្សព្វផ្សាយឧទាហរណ៍ថា Facebook YouTube តើយើងរកពី Facebook ad break ឬក៏ bonus ឬក៏រកពី ad stream ad អីផ្សេងពីហ្នឹងតើយើងចេះរកលុយពី Facebook ដែរឬអត់
ហើយយើងមានអ្នកកាន់ដែររអត់ភាគច្រើនពួក MMO អ្នករក make money online ហ្នឹងគាត់កាន់ page ឲ្យយើងផលិតក្នុងមាតិកាខ្លួនឯងសោះហ្នឹងគាត់ស៊ីភាគរយពីលើយើង 30% 20% អញ្ចឹងយើងគិតមើលថាតែយើងទទួលយកអារម្មណ៍បែបហ្នឹងឯងអត់ដោយសារតែយើងអត់មានចំណេះដឹងផ្នែកការគ្រប់គ្រង page ដើម្បីរកលុយហ្នឹងអញ្ចឹងយើងត្រូវជួលគេយើងត្រូវការកាន់ admin ត្រូវការ pay out ពីក្រៅហ្នឹងតើយើងត្រូវហ៊ានចាយលុយ 30% ដែរឬអត់ឲ្យពួកគាត់អញ្ចឹងបើយើងទទួលស្គាល់ក្នុងចំណុចហ្នឹងបានហើយចំណុចបន្តទៅទៀតគឺយើងត្រូវដឹងថាការផលិតមាតិកាផងយើងហ្នឹងយើងចង់ធ្វើបែបម៉េចទៀតចាពួកអ្នកដែលផលិត content មួយគឺមិនមែនស្រួលទេគឺត្រូវការគិតយើងធ្វើឲ្យគេសើចបានគេសើច20វីដេអូបានប៉ុន្តែបើយើងផលិតខុសតែមួយវីដេអូគេជេរយើងរហូតគេស្អប់យើងរហូតអញ្ចឹងយើងត្រូវប្រយ័ត្នក្នុងចំណុចហ្នឹងដែរហើយចំពោះខ្ញុំអ្វីដែលលំបាករបស់ខ្ញុំគឺវាលំបាកតាំងពីដើមមកដោយសារតែយើងចាស់អស់ហើយចាដូចវ័យខ្ញុំគឺបាទវ័យខ្ញុំគឺ30ជាងហើយខ្ញុំនៅតែកលេងសើចអញ្ចឹងគឺតាប្រហែលឆ្នាំទៀត40ហើយលេងសើចតែ10ឆ្នាំទៀតហាបាត់ងាប់បាត់អញ្ចឹងទៅអ្វីដែលខ្ញុំពិបាកចិត្តជាងគេរាល់ថ្ងៃសម្រាប់ខ្ញុំគឺខ្ញុំនៅពេលដែលខ្ញុំមានគ្រួសារអូចាពួកវីដេអូទាំងអស់ដែលខ្ញុំថតហ្នឹងប្រកាសជាកូនខ្ញុំគាត់មើលចាំមិនឪអញកាលនៅកន្លោះគាត់ឈួតជាងទី1ទី2ពេលដែលយើងចូលទៅដឹងកូនគេនេះឪពុកគេម្ដាយគេសួរថាអូននោះវាធ្វើការអីហើយយើងប្រាប់គាត់ថាម៉េចចាយើងប្រាប់ពួកយើងការងារយើងខ្ចីធនាគារតែ500ឲ្យផងចាពួកការងារ Facebook YouTube នេះគឺជាការងារដែលអត់មាន permanent salary ទេពួកការងារមានន័យថាប្រាក់ខែច្បាស់លាស់ចាយើងបាន income វាអត់ expect ទេអញ្ចឹងទៅយើងពិបាកខ្ចីធនាគារមាន cash flow អីជាមួយដល់អញ្ចឹងយើងខ្ចីធនាគារ500អត់បានផងចាដល់ពេលអញ្ចឹងទៅយើងពិបាកក្នុងការសូម្បីបង្កើតគ្រួសារទៀតយល់ចាប៉ុន្តែខ្ញុំគិតថាតិចទៀតទៅខ្ញុំងាប់ហើយខ្ញុំអត់រស់យូរទេព្រោះយើងរੂបានពាក់គាត់ថាគិតមើលទៅគឺឃើញថាគាត់សบายបងប្អូនគ្នាចាប៉ុន្តែមិនមែនគាត់មិនគិតទេណានៅក្នុងចិត្តគាត់គឺគិតថាការងាររបស់គាត់នឹងអាចជះឥទ្ធិពលអីទៅដល់កូនគាត់ថ្ងៃក្រោយចឹងណាយើងឃើញគាត់ធ្វើអញ្ចឹងគាត់អូសบายមើលទៅបងឯងមនុស្សសบายមនុស្សអីខ្ញុំចង់សត្វទឹកភ្នែកអញ្ចឹងមែនណាខ្ញុំចង់សត្វទឹកភ្នែកពីប្រៃឡប់ជីវិតនេះបាទអូខេហើយចឹងដល់ពេលជីវិតយើងអញ្ចឹងឥឡូវខ្ញុំចង់សួរបងថានៅក្នុងរយៈពេលថ្មីនេះបន្ទាប់ពីបងធ្វើវីដេអូបានរយៈពេលច្រើនឆ្នាំមកដែរហើយបងមានក្រុមហ៊ុនណាដែលគាត់ sponsor បងជា DA ឬក៏អីដែរអត់បងនិយាយទៅចង់ថាទៅផ្នែកខ្ញុំមិនរំពឹងថាខ្ញុំវេទនាដល់រាល់ថ្ងៃទេខ្ញុំគិតថាពេលដែលខ្ញុំតស៊ូយូរទៅខ្ញុំនឹងអាចល្អប្រសើរចាខ្ញុំក៏ព្យាយាមធ្វើខ្លួនឯងឲ្យសាមញ្ញប៉ុន្តែយើងចូលចិត្តធ្វើរឿងមិនធម្មតាចាដល់ពេលខ្ញុំសាមញ្ញយូរទៅខ្ញុំដឹងថាខ្ញុំអត់សល់អីខ្ញុំអត់មានអីមែនជាក់ស្ដែងទៅការធ្វើវីដេអូផងខ្ញុំរងថ្ងៃនេះគឺខ្ញុំមានទទួលsponsor GBA ចា GBA ដូចរងថ្ងៃនេះខ្ញុំកាន់ BA 3កន្លែងចាខ្ញុំកាន់ដូចជាក់ស្ដែងទៅដូចខាងបងជឹមតស្រង់ម៉ៃអ៊ីចាដែលគាត់ដាក់ sponsor មកហើយនឹងសៅសុបខ្នាត់ហើយនឹងខាងនេលកាអីចឹងណាចាដល់ពេលអញ្ចឹងទៅគឺខ្ញុំបានទាំងអស់នឹងឯងដែលជួយគ្រប់គ្រងខ្លួនខ្ញុំយល់ចាពីមុនខ្ញុំលំបាកថាឥឡូវខ្ញុំលេងលំបាកហើយចាខ្ញុំនៅតែវេទនាចាពួកខ្មែរយើងលំបាកវេទនាចាហើយបានអ្នក sponsor ដល់ទៅ3ហើយនៅគិតថាយើងវេទនាទៀតដោយសារតែ budget ដែលយើងយកមកនោះវាអត់រួចថ្លៃសាច់ដុំយើងឬក៏យ៉ាងម៉េចចេះក្នុងពុទ្ធិកាព្រះអង្គសម្ដែងថាអ៊ូណូអតតោតណ្ហាទាសោសត្វលោកចង់បានមិនចេះចប់មិនចេះហើយជាខ្ញុំបញ្ជានៃតណ្ហាចាភាពចង់បានផងយើងគឺអត់មានដែនកំណត់ទេចាខ្ញុំឧទាហរណ៍ថា3 sponsor ជា BA ចុះយើងអាចគិតថាលើសពីចំនួនដែលយើងគិតថាពីមុនវាគាត់ជាងពីមុនអត់សោះឥឡូវយើងបានប៉ុន្តែយើងដែរធ្លាប់សួរខ្លួនឯងថាការចាយផងយើងហ្នឹងយើងអាចសល់សម្រាប់ទិញផ្ទះមួយយើងអាចសល់សម្រាប់ទិញបន្ទប់មួយជាខុនដូមួយឯងរស់នៅខ្លួនឯងអត់មានទេអត់មានទេចាអញ្ចឹងរាល់ថ្ងៃការងារពួកខ្ញុំនេះជាការងារមួយដែលដូចក្រុមហ៊ុនគាត់និយាយចឹងនៅកោកាំងថ្លៃសបាយតែភ្នែកក្នុងចិត្តរងកម្មមានទៅណាក៏គេស្គាល់ចឹងប៉ុន្តែបើនិយាយពីសល់អីទេអត់មានសល់អីទេចាបានត្រឹមមកសបាយបានត្រឹមមករស់តែបងថៃហ៊ានអួតហ៊ានគេហៅថាហ៊ាននិយាយអំពីរឿងចឹងប្រាប់គេបងគិតថាវាអត់ខ្មាស់គេតាមពិតទៅខ្ញុំនិយាយត្រង់ខ្ញុំសូមជែកក្នុងវីដេអូខ្ញុំមែនតើណាខ្ញុំតាំងពីសឹកមកគឺខ្ញុំចូលចិត្តធ្វើវីដេអូនៅក្នុងវត្ត
แต่ซากខ្ញុំចង់ឲ្យគេស្គាល់ពី color ផងខ្ញុំអត់មានអីមែនខ្ញុំនៅវត្តខ្ញុំស៊ីបាយវត្តមែនទី2រាល់ថ្ងៃខ្ញុំអត់បញ្ជាក់ជូនបញ្ជាក់ទៀតណាគឺខ្ញុំនៅខុនដូឯណាខ្ញុំជួលគេទេណាអត់ច្រឡំទៅតែខ្ញុំមានបានអីទេខ្ញុំអត់មានបានអីទេពីព្រោះដែលអាត់តែខ្ញុំអត់មានបាននេះមិនមែនខ្ញុំក៏ជាកំហុសខ្ញុំទេជាកំហុសម៉ែខ្ញុំមិនចឹងពីព្រោះខ្ញុំកើតមកម៉ែឪខ្ញុំមិនមែនជាអ្នកមានចាគាត់មានតែមួយគត់គឺវត្ថុមានតម្លៃគឺរាងកាយឲ្យខ្ញុំចាបញ្ជូនខ្ញុំឲ្យទៅរៀនសូត្រអញ្ចឹងខ្ញុំសឹកមកខ្ញុំធ្វើការខ្ញុំរលលុយដោយខ្លួនឯងចាម៉ែខ្ញុំគាត់ចាស់ហើយខ្ញុំមានតែជួយគាត់អញ្ចឹងហើយខ្ញុំគ្មានផ្ទះណាម៉ែឲ្យជួយស្រាប់មកទេចាអញ្ចឹងហើយកំហុសម៉ែខ្ញុំទេដែលមិនបានជួយខ្ញុំគាត់មិនបានជួយមិនកំហុសអីទេគឺថាកំហុសគាត់អត់បានជួយវិឡាភូមិគ្រឹះអីមកខ្ញុំប៉ុន្តែខ្ញុំមានម៉ែឲ្យជួយដូចគេខ្ញុំប្រកាសជាអ្នកមានហើយឥឡូវនេះអូអញ្ចឹងឥឡូវបន្ទោសឪពុកម្ដាយវិញប៉ុន្តែមិនមែនជាកំហុសគាត់ទេខ្ញុំនិយាយទៀតកំហុសពុកខ្ញុំវិញហើយនិយាយស្អីអីទេក៏ប៉ុន្តែខ្ញុំសប្បាយចិត្តនៅពេលខ្ញុំកើតមកជីកូនពុកម៉ែខ្ញុំហើយខ្ញុំហ៊ាននិយាយពាក្យមួយថាកូនអ្នកមានមួយចំនួនគាត់មានដោយសារម៉ែឪវាជាបុណ្យកុសលនិងជាសំណាងរបស់គាត់ចាប៉ុន្តែកុំឲ្យយកអាភាពដែលមានបានក្រោមដំបូលឪពុកម្ដាយនឹងយកមកព្យាសម្រាប់អ្នកក្រនិងអ្នកដែលតស៊ូក្នុងសង្គមដូចគ្នាចាខ្ញុំគិតថាបើសិនជាអស់លោកសកលផ្ដើមចេញពីចំណុច0ដែលគ្មានឪពុកម្ដាយចុងផ្ដើមដោយពួកខ្ញុំអស់លោកសកលនឹងយល់ពីភាពតស៊ូនឹងវាអស់ចាស់វាលំបាកប៉ុណ្ណាអញ្ចឹងបានខ្ញុំតែនិយាយប្រាប់លបងនៅសឹកមកក៏សួរថាលបងធ្វើម៉េចបានយើងមានលុយចាយដើរលេងក្នុងសង្គមឬក៏មានការងារល្អខ្ញុំថារបស់ពីរដែលសំណាងបំផុតសម្រាប់អ្នកក្រចាទី1លំបាកទី2វេទនាចាភាពលំបាកនិងវេទនាអ្នកមានគេធ្វើយ៉ាងម៉េចបញ្ជៀសកូនគេកុំឲ្យវាជួបអារឿងហ្នឹងចាតែយើងអាភាពលំបាកនិងវេទនានេះដែលជាសំណាងឲ្យធ្វើឲ្យយើងតស៊ូបានចាបើយើងខ្លាចលំបាកខ្លាចវេទនាវាលេងតែយើងមានម៉ែឪខ្ញុំផ្ដាំហើយគោះវិជីវិតផងយើងហើយតែនេះយើងអត់មានទេអញ្ចឹងអារបស់ពីរនេះឯងដែលជាសំណាងឲ្យយើងតស៊ូឲ្យយើងវេទនានេះឲ្យយើងរឹងមាំហើយយើងឯងត្រូវខ្លាចភាពលំបាកនិងវេទនាត្រូវចាចឹងតែខ្ញុំគ្រប់ត្រគ្រប់ត្រកន្លែងហ្នឹងអញ្ចឹងយើងកុំព្យាអីចាវាធ្វើឲ្យយូរទៅសង្គមវា fake ទីហ្នឹងខ្ញុំពេលខ្លះខ្ញុំពិតជាមានអារម្មណ៍មួយថាខ្ញុំអត់សូវជាចូលចិត្តប្រហែលអ្នកដែលចូលនៅក្នុងសិល្បៈហើយគាត់ព្យាពីអ្វីដែលលើសលប់ពេកដូចខ្ញុំជាឧទាហរណ៍ស្រ័យចុះខ្ញុំក្នុងនាមខ្ញុំជាអ្នកផលិតមាតិកាដ៏តូចដែលអាចឆ្កែមួយរូបបានខ្ញុំចូលក្នុងពេលដែលខ្ញុំចូល event ម្ដងឃើញពួកយើងគេថាតារាឬក៏គាត់ model មួយចំនួនចុះចាគាត់ព្យាខ្លួនឯងសាហាវនៅក្នុងកម្មវិធីនៅពេលដែលជួបយើងអញ្ចឹងគឺគាត់អត់ចង់សឹងនិយាយរយយើងផងអូចាហើយខ្ញុំចេះឆ្ងល់ថាខ្ញុំអ្នកផលិតមាតិកាបើមួយវីដេអូយ៉ាងហោចណាស់ក៏យើងឆាចបានលើសពីតម្លៃខ្លួនគាត់ដែរចាចុះហេតុអ្វីបានជាគាត់មិនក៏គាត់មិនដល់អាក្តីរាប់អានក្តីស្រឡាញ់ឲ្យគ្នាទៅចាមានអ្នកមានណាគេមកជួលអ្នកមានដូចគ្នាមកធ្វើការទេភាគច្រើនយើងអ្នកក្រដែលមានការផលិត content ល្អមានរូបសម្បត្តិយ៉ាងឯងដែលគេជួលមកធ្វើការឲ្យគេគួរណាស់តែយើងរៀនផ្ដើមស្រឡាញ់គ្នាពីអ្នកក្រទៅចាហើយចឹងមិនបានជួបគ្នាគាត់មានអារម្មណ៍ថាគាត់អត់ friendly ជាមួយយើងចឹងចឹងមកខ្ញុំថាគុំចូលចិត្តshare លើសពីអ្វីដែលខ្លួនឯងមានមែនខ្ញុំអត់គឺខ្ញុំអត់មែនតែខ្ញុំអត់នេះគឺខ្ញុំមិនមែននិយាយដើម្បីទាមទារជាអាណិតអាសូរទេគឺខ្ញុំចង់ឲ្យបងប្អូនអរគ្នាមានសមានចិត្តមួយថាខ្ញុំក៏ជាអ្នកក្រមួយដែរហើយខ្ញុំបានបន្តនៅក្នុងវិស័យហ្នឹងក្នុងការងារហ្នឹង podcast ហ្នឹងដោយសារតែគ្មានការផ្ដល់ពេលវេលាដ៏សមរម្យមួយអំពីការរៀបកម្មវិធីហើយខ្ញុំនិយាយពីភាពអត់មានបានផងខ្ញុំទៅកាន់បងប្អូនអរគ្នាឲ្យមានចេះការលើកទឹកចិត្តខ្លួនឯងជីវិតនេះមិនបាច់ចាំមានអ្នករាប់អានច្រើនទេត្រឹមតែម្នាក់អ្នកដែលអាចស្ដាប់ពាក្យយល់ចិត្តយើងដែលអាចជួយយើងបានវាគ្រប់គ្រាន់ណាខ្ញុំគិតថាបែបហ្នឹងសំខាន់បំផុតយើងគប្បីជាមួយខ្លួនឯងនៅសង្គមទៅយើងមិនបាច់ទៅខ្វល់ច្រើនចាហើយយើងគួរតែបង្ហាញគេឲ្យគួរតែបង្ហាញគេវាមិនអីតែអ្នកខ្លះបង្ហាញគេឲ្យជន់ពលិចគេទៀតចាគេថាខ្លួនគាត់អស់ចាគេមិនដល់គាត់ចាអញ្ចឹងណាអ្វីទាំងអស់នេះក្នុងលោកនេះខ្ញុំបញ្ជាក់បញ្ជូនបញ្ជាក់ទៀតណាអាចคลิกអីបានមនុស្សយើងរាល់ថ្ងៃហ្នឹងខំប្រឹងរស់សិនទេណាកុំច្រឡំណាចាអ្នកមានក្តីអុកញ៉ាក្តីអ្នកមានបណ្ណាក៏ដោយខំប្រឹងរលុយរអីនេះគឺដើម្បីរអថវិកាទាំងអស់ហ្នឹងផ្គត់ផ្គង់ខ្លួនឯងរស់សិនទេចាគ្មានអ្នកណាគេរស់រហូតទេទ្រព្យសម្បត្តិទាំងអស់ហ្នឹងវាគ្រាន់តែជាគ្រឿងអមអោបកសោបរាងកាយរឿងជីវិតផងយើងឲ្យល្អប្រសើរនៅពេលនៅរស់ទេចង់បញ្ចប់នៃជីវិតគឺស្លាប់ទាំងអស់គ្នាចាអញ្ចឹងក៏ដោយអ្នក
ស៊ីបាយក៏ដោយប្រឹងរធ្វើការហូបរបស់ brand ប៉ុណ្ណាអស់ចាប៉ុណ្ណាក៏ដោយគ្រាន់ដើម្បីរស់សិនទេ ចា៎ តិចទៀតយើងនឹងស្លាប់ហើយ ចា៎ អញ្ចឹងអានោះរស់ហ្នឹងគាត់បីធ្វើរឿងល្អចេះស្រឡាញ់គ្នាដល់ក្តីស្រឡាញ់គ្នាទៅ ចា៎ រស់បានប្រហែលទៀតយើងឆ្ងល់ ចាហ្នឹងមិនថាមើលមិនឃើញណាចា បាទ ហើយដូចបងអញ្ចឹងចូលចិត្តនិយាយថាតន់ខ្ញុំនៅរស់ហ្នឹងអាម៉េចអាហ្នឹងដូច តាមពិតទៅនៅក្នុងពុទ្ធសាសនាលោកមានមាគ៌ាមួយហ្នឹងគឺសតិគឺការរលឹកពិចារណាគឺមេរណានុសតិហ្នឹងគឺលោកឲ្យយើងពិចារណានៅសេចក្តីស្លាប់រឿយ ចា មនុស្សយើងកាលណាបើយើងពិចារណានៅសេចក្តីស្លាប់រឿយគឺយើងអត់ធ្វេសប្រហែស អូខេ មានន័យថាអត់ប្រមាថហ្នឹងពីប្រមាថៈហ្នឹងគឺការធ្វេសប្រហែស ចាលោកបង នៅពេលដែលយើងដឹងថាខ្លួនឯងមានពេលវេលាតិច ចា គឺយើងនឹងចេះសន្សំសំចៃពេលវេលានឹងធ្វើរឿងដែលត្រឹមត្រូវច្រើន យល់ចា មនុស្សយើងដែលអត់ដឹងថាខ្លួនឯងស្លាប់ពេលណាដែលប្រមាថនឹងការស្លាប់នេះឯងទើបយើងធ្វើរឿងគិតថាខ្លួនឯងអត់ចេះស្លាប់ ចាចា ធ្វើរឿងអត់គប្បីច្រើន ចាត្រឹមត្រូវអូខេដល់ពេលថ្ងៃហ្នឹងពេលខ្ញុំជួបបងអញ្ចឹងបាទខ្ញុំដឹងថាអ្វីដែលបងនិយាយកន្លងមកសុទ្ធតែមានន័យណាចាព្រោះយើងនៅក្នុង សតទៅកំសត់ទៅ ចាពុទ្ធសាសនាខ្ញុំកំសត់អត់ចេញសោះហើយអូខេឥឡូវនិយាយតតងជាមួយនឹងការងារអញ្ចឹងបន្ទាប់ពីការងារបងគិតថាបងផលិត content ហ្នឹងដើម្បីគេអញ្ចឹងឧបមាថាពេលបងផលិត content ដើម្បីគេតើបងនឹងមានប៉ះពាល់អីជាមួយនឹងអ្នកដែលគាត់របៀបថាផ្ដល់ជាsponsor មកឲ្យបងអត់វាពិបាកអត់នៅក្នុងការដែលយើងដើរទៅផ្លូវមួយហ្នឹងអញ្ចឹងណា មែនទេគឺលំបាកតាំងពីដើមទៅហើយជាមិនដែលវាស្រួលគាត់ថាចំពោះខ្ញុំគិតថាពេលដែលយើងធ្វើ content មួយគឺយើងកុំព្យាយាមឲ្យ client ឬក៏យើងនឹងតម្រូវទៅតាម client យល់ យើងធ្វើអីដែលជា unique ផងយើង យល់ ដល់ពេលដែលយើងដឹងខ្លួនឯងជាមាន unique អី color អីឲ្យ client ក៏ដាក់មកយើងវិញអញ្ចឹងនៅពេលដែលយើងផលិត content ហ្នឹងវាអត់ affect ជាមួយ product ផងគាត់ទេ យល់ ឧទាហរណ៍ថាខ្ញុំហាត់ប្រាណអញ្ចឹងខ្ញុំបង្ហាញពី energy ផងខ្ញុំ ចា ខាងក្រុមហ៊ុន energy drink គេដាក់មកគេឃើញថាខ្ញុំនឹងមានរាងកាយរឹងមាំចូលចិត្តពីសុខភាពច្រើនអញ្ចឹងពេលខ្ញុំផលិតមាតិកាយក៏ដោយតែទៅជាមួយនឹងសុខភាពគឺអត់ប៉ះពាល់ ចា អញ្ចឹងដូចខ្ញុំក៏ផ្លែងទៀតសោតក៏ផ្លែងហ្នឹងខ្ញុំពេលខ្លះមានការអប់រំខាងពេលក៏ផ្លែងសុតអញ្ចឹងទៅអញ្ចឹងខាង cosmetic ខាងគេដាក់មកគេឃើញពីអ្វីជា unique ផងយើង ចា អញ្ចឹងយើងធ្វើគឺគាត់ដឹងស្រាប់ថាយើងតែអញ្ចឹងហើយអញ្ចឹងយើងអត់មានផលប៉ះពាល់ទេ អត់មានផលប៉ះពាល់អីនីមួយ បាទហើយទី2យើង depend on លើកុងត្រា យល់ ក្នុងសង្គមនេះគឺយើងពិបាកទុកចិត្តមែនទែនសូម្បីតែមិត្តភ័ក្តិក៏ដោយ client ក៏ដោយពេលខ្លះគោយើងដូចផ្ទះអញ្ចឹងអ្វីដែលយើងអាចជជែកគ្នាបានហើយយើងមានទឹកមាត់និយាយគ្នាគឺយើងនិយាយលើកុងត្រាអញ្ចឹង យល់ ដល់ពេលដែលយើងមានកុងត្រាច្បាស់លាស់យើងជជែកគ្នាគឺយើងអត់មានផលប៉ះពាល់អីច្រើនអញ្ចឹង តែដល់ពេលឥឡូវជា BA របស់ខាង product គេមួយហើយចុះបើអ្នកដតីទៀតគេចង់យកបងទៅប្រម៉ូទផលិតផលរបស់គេអាហ្នឹងកើតអត់ កើតដោយសារតែកុំឲ្យតែវាជន់គ្នាប្រដាក់ហ្នឹង យល់ កុំឲ្យតែជន់គ្នាឬក៏ similar គឺស្តៀង ស្តៀងគ្នាអញ្ចឹងទៅធ្វើឲ្យបងពិបាកធ្វើចាអញ្ចឹងអ្វីទៅដែលជា unique របស់បងគាត់ថា unique ខ្ញុំជាមនុស្សម្នាក់ដែលមានជំនាញច្រើនគ្រាន់តែរលុយអត់បានដូចជំនាញលិតអីគឺខ្ញុំមានណា ជំនាញអីគេ លិតបាទ លិតមិនទៅ ជាពិតទៅជំនាញលិតនេះគឺអាចរលុយបានច្រើនប៉ុន្តែខ្ញុំវាអត់ជំនាញ អូ វាជំនាញល្មមយើងគិតមើលចុងភៅពិភពលោកមហូបដែលត្រូវប៉ាន់ណាដែលមានតម្លៃខ្លាំងគឺត្រូវឆ្លងកាត់អណ្ដាតអ្នកលិតណាមេចុងភៅហ្នឹងគឺប្រើអណ្ដាតលិតដែលយកគូតមកលិតទេ អូខេយល់ យេអញ្ចឹងមហូបហ្នឹងថ្លៃឬថោកវាអាស្រ័យទៅលើមេចុងភៅហ្នឹងក៏លិតថាឆ្ងាញ់មានរសជាតិអត់ឃើញទេគឺខ្ញុំចេះលិតដែរប៉ុន្តែខ្ញុំអត់វាអត់ជំនាញដល់ហ្នឹង ចា អញ្ចឹងខ្ញុំរកលុយអត់បានដែរឃើញទេ យល់ ជំនាញហាត់ខ្ញុំក៏ប្រកែកហាត់ដែរ ចា តែអាជំនាញហ្នឹងវាអត់ទាន់ qualify ទៅលើលំដាប់ពិភពលោក អូ យើងគិតមើលទាំងអស់លើពិភពលោកភាគច្រើនដែលចេញមកគឺឆ្លងកាត់អ្នកហាត់ ចា បើអត់មានអ្នកដែលជំនាញផ្នែកហាត់ថាអូដូច VDA អញ្ចឹងគាត់ថាអូក្លិននឹងល្អចេញទៅគឺដឹងផ្ទុះហ្មងដឹងល្អហ្មង ចា អញ្ចឹងយើងសេចេះហាត់មែនទេប៉ុន្តែជំនាញហ្នឹងវាអត់យើងអត់ develop វាឲ្យវាអស់ចា ចា អញ្ចឹងយើងរកលុយអត់បានដែរអញ្ចឹងខ្ញុំជំនាញច្រើនមែនតែខ្ញុំរកលុយអត់បានតែជំនាញមែនតែដែលខ្ញុំអាចរកលុយបានគឺខ្ញុំធ្វើវីដេអូទុយហ្នឹងពីឲ្យរួមហ្នឹង ចា បាទ ហើយរាល់ថ្ងៃដូចបងគិតថាបងចេញទៅក្រៅមានគេច្រើនអត់ដែលរបៀបថាឃើញពីរូបរាងរបស់បងគាត់ថាបងជាមនុស្សដែរសង្ហា ខ្ញុំមិនដែលគិតថាអញ្ចឹងពីព្រោះគេឃើញខ្ញុំពេលច្រើនគេគាត់ថាគេឃើញខ្ញុំនៅវីដេអូលេងសើចច្រើនប៉ុណ្ណឹងបាទ ព្រោះអីគាត់សង្ហាមែនបងទាំងអស់គ្នាចាឃើញគាត់ចាសង្ហាទាំងទម្រង់មុខទាំងអី
vậy đó xong thà chỉ một đa đó chàខ្ញុំរន្ធត់ណាពេលលើពាក្យហ្នឹង ở đây mình ta khéo ấy chân cái mơ cái thao u sòng ha ấy chân sát ấy chân là bay ấy chân á mẹ rắm mấy cái thai dương sòng ha bây giờ អូខេខ្ញុំសូមបញ្ជាក់ជូនឡើងមែនតើបងប្អូនអរគ្នាគឺខ្ញុំធ្វើវីដេអូគឺខ្ញុំជាការងារខ្ញុំទេគឺបញ្ជាក់ជូនបញ្ជាក់ទៀតណាការធ្វើវីដេអូជាការងារខ្ញុំដែលបានរកកម្រៃពីនឹងបានមិនមែនការងារទាំងអស់ហ្នឹងលើសលប់ជាងបងប្អូនទេបងប្អូនទាំងអស់គ្នាគាត់ណាម៉ោងតែមួយហ្នឹងយើងធ្វើការខុសគ្នាតែប៉ុណ្្នឹងចាអញ្ចឹងតែមែនតើខ្ញុំក៏ជាមនុស្សសាមញ្ញដូចបងប្អូនទាំងអស់គ្នាអញ្ចឹងគាត់ថាការងារម៉ោងតែមួយហ្នឹងគឺខ្ញុំមកធ្វើវីដេអូគេមើលខ្ញុំច្រើនជាងបងប្អូនចាអញ្ចឹងតែមែនតើខ្ញុំក៏ជាមនុស្សដែលធ្វើការកំពុងរត់ធ្វើការរលួយដូចទៅបងប្អូនអញ្ចឹងគាត់ថាការងារផងខ្ញុំផលិតជាមាតិកាតែប៉ុណ្្នឹងហើយទី2កុំគិតថាអ្នកផលិតវីដេអូហ្នឹងអស់ចាអីទេអត់ទេវាដូចជាចៅក្រមចឹងម៉ោងធ្វើការគាត់ជាចៅក្រមក្រៅម៉ោងធ្វើការគាត់គាត់នៅជាពលរដ្ឋធម្មតាដូចគ្នាចាអញ្ចឹងខ្ញុំអត់ចូលចិត្តយកអាការងាររបស់ខ្លួនឯងមកច្បោកច្បល់ជាមួយនឹងជីវិតពិតទេជីវិតពិតផងខ្ញុំគឺខ្ញុំសាមញ្ញធម្មតាយល់ចាហើយខ្ញុំអត់ទោះបីខ្ញុំចង់លើកតម្កើងខ្លួនក៏វាទៅអត់រួចដែរពួកខ្ញុំវាអត់មានស្អីចាហើយតែលើកស្អីកើតបើយើងជួលផ្ទះគេនៅដូចគ្នាហូបបាយចៅផ្លូវដូចគ្នាវាអត់រកកន្លែងដែលអួតខ្លួនឯងវាអត់ឃើញវាអត់មានកន្លែងអួតអញ្ចឹងមកខ្ញុំគិតថាតែប៉ុន្តែយើងសម័យដូចគ្នាទេអញ្ចឹងយើងគួររៀនដល់អីឆ្លៃគ្នាទាំងអស់ចាប៉ុន្តែបងថៃចង់ធ្វើការងារជាអ្នកផលិត content ហ្នឹងតទៅមុខទៀតរហូតឬក៏ថ្ងៃមុខបងចង់ធ្វើជាអ្នកច្បាប់ឬក៏អ្នកអីយោងតាមបងធ្លាប់រៀនច្បាប់អញ្ចឹងណាតែប៉ុន្តែខ្ញុំធ្លាប់មានឱកាសចូលទៅលោកវិស័យមេធាវីអូចាបាទប៉ុន្តែខ្ញុំគិតមើលទៅដោយសារតែរឿងច្រើនពេកមេធាវីនេះគឺជាប្រភេទមនុស្សគិតរឿងគេចាគិតរឿងគេច្រើនអញ្ចឹងគាត់អត់មានពេលគិតខ្លួនឯងច្រើនហ្មងទេយល់ចាអញ្ចឹងមិនពេលខ្លះយើងឃើញមានរឿងខ្លះមេធាវីគាត់បាញ់សម្លាប់សង្សារគាត់ដោយសារតែភាគច្រើនគាត់មានរឿងយករឿងគេមកគិតច្រើនប៉ុន្តែរឿងដែលគាត់ជួបផ្ទាល់គាត់អត់ចេះដឹងពីវិធីដោះស្រាយខ្ញុំគិតថាការងារដែលខ្ញុំធ្វើមេតិកានេះមិនមែនជាការងារ permanent ទេឥឡូវនេះគេគ្រប់គ្រងខ្ញុំដោយថាខ្ញុំនៅធ្វើរឿងល្អចាទីទៀតគឺខ្ញុំអាចផ្្លាត់សតិណាមួយធ្វើរឿងអាក្រក់ក៏មានបងប្អូនទាំងអស់គ្នានឹងលេងគ្រប់គ្រងខ្ញុំដូចគ្នាចាអញ្ចឹងក្តីចង់ក្រោយនៃជីវិតផងខ្ញុំគឺខ្ញុំសាមញ្ញទេគឺខ្ញុំចង់គាត់តែចង់មានផ្ទះដ៏តូចមួយនៅកណ្ដាលទីក្រុងភ្នំពេញដាំបន្លែដាំអីនៅទីក្រុងភ្នំពេញយើងចាប់មកចង់ទៅជាអ្នកចការវិញមិនចឹងទេខ្ញុំគាត់តែចង់មានដីសម័យមានផ្ទះដ៏តូចមួយហើយនៅស្រុកស្រែអញ្ចឹងមានដីត្រឹម20ហាត់ចំអូទ្រីសជើពងហូបអីក្តីចាស់ទៅខ្ញុំមិនចង់មានលុយច្រើនអីទេគឺគាត់តែចង់មានវីសាកាតមួយគាត់ទៅផឹកកាហ្វេជាយន្តហោះមួយមិត្តភ័ក្តិអញ្ចឹងណា private jet បាទហើយខ្ញុំក៏អត់ត្រូវការមិត្តភ័ក្តិអីច្រើនដែរមនុស្សខ្ញុំក៏អត់សូវជាការមិត្តភ័ក្តិទេគាត់តែចាស់ទៅមានមិត្តស្រី 3-4 នាក់គាត់មកខ្ញុំមើលគាត់អូខេអញ្ចឹងយើងនិយាយអំពីគេហៅថាជីវិតដ៏ស្មុគស្មាញដ៏វេទនារបស់បងជាមួយនឹងគេហៅថាជីវិតយើងហើយអញ្ចឹងឥឡូវខ្ញុំចង់ដឹងអំពីជីវិតបងមួយទៀតតើតើជាមួយនឹងជីវិតដៃគូចាការបងដៃគូរួមភេទឬក៏ដៃគូអីអត់ទេដៃគូរបៀបថាបើដៃគូរួមភេទបងមានដៃគូរួមភេទបងដៃគូបងមួយនឹងសិតហើយព្រោះវងភេទដូចគ្នាចាបងធ្វើការមួយគ្នាចាប់ធ្វើមេតិកាមួយគ្នាណាដៃគូរួមភេទភេទដូចគ្នារួមការងារបាទញ៉ាដល់បងសិតផងចាមើលហើយគួរតែពិចារណាឡើងវិញចាឡើងយកអត់ឥឡូវសរុបមកអូនចង់សួររឿងដៃគូគ្រួសារចាគ្រួសារតែព្រោះឥឡូវបងអាយុប៉ុណ្្នឹងហើយតែបងនៅតែ single បាទចាឥឡូវមានអ្នកដៃគូប្រចាំចិត្តនៅមានមើលឃើញណាគេនៅខ្ញុំនិយាយមែនតើណាបងប្អូនរឿងស្នេហានេះខ្ញុំអត់ហ៊ានលេងសើចទេចាខ្ញុំហ៊ានលេងសើចអីបានតែរឿងស្នេហានេះខ្ញុំអត់ហ៊ានលេងសើចពីព្រោះស្នេហានៅពេលដែលយើងចាយពេលខុសគឺជាការចាយពេលវេលាដ៏ខ្ជិលជាបំផុតចាវានឹងមានភាពផ្អែមល្ហែមស្នេហាប្រៀបបានដូចជាសម្រាប់ខ្ញុំវាប្រៀបបានដូចជាទឹកឃ្មុំដែលលាយដោយថ្នាំពុលខ្ញុំទោះបីជាលាយថ្នាំពុលច្រើនប៉ុណ្ណាក៏ដោយនៅពេលដែលយើងបរិភោគទឹកឃ្មុំរសនៃទឹកឃ្មុំវាចាប់ផ្ដើមផ្ដល់ជារសផ្អែមទៅកាន់អ្នកដែលក្រេបហ្នឹងចាប៉ុន្តែនៅពេលដែលវាមានវាជ្រាបអាជាតិផ្អែមហ្នឹងទៅវានឹងផ្ដល់នៅទិសពុលច្រើនឲ្យយើងស្នេហាក៏ដូចគ្នាបើសិនជាយើងអត់មានពេលវេលាគ្រប់គ្រាន់ទេយើងអត់ច្បាស់លាស់ទេយើងប្រឡូករឿងស្នេហាហ្នឹងមិនត្រឹមតែធ្វើឲ្យខ្លួនឯងពិបាកចិត្តទេវាធ្វើឲ្យយើងមិនច្បាស់លាស់ហើយធ្វើឲ្យគេវេទនាចិត្តដោយសារយើងទៀតទី2យើងនឹងចាយពេលវេលាកាន់តែខ្ជិះខ្ជាទៅជាមួយនឹងខ្លួនឯងយើងអត់មានឪពុកម្ដាយផ្ចង់ផ្ដើមទេបើយើងប្រឡូករឿងស្នេហាទៀតបើអំណោយផលល្អបុណ្យកុសលវាមានជួបដៃគូល្អយើងអាចគាត់ជួយចុងផ្ដើមយើងជ្រោមជ្រែងយើងបានល្អប្រសើរណាតែបើវាអត់
អំណោយផលទេគឺយើងចាយពេលវេលាជាហើយយើងអត់មានពេលអភិវឌ្ឍខ្លួនឯងបានច្រើនចំណុចទី3ខ្ញុំគិតថាពេលវេលានេះគឺខ្ញុំគិតថាគ្មានអ្នកណាស្រឡាញ់ខ្ញុំហេតុអីបងដោយសារតែរងថ្ងៃខ្ញុំជួលផ្ទះគេនៅខ្ញុំអត់មានទីលំនៅច្បាស់លាស់ចាការងារក៏ខ្ញុំអត់មានច្បាស់លាស់ហើយទី3ខ្ញុំមានបន្ទុកម៉ែខ្ញុំគាត់រៀងចាស់ហើយក្មួយខ្ញុំគាត់ស្ថិតនៅក្នុងអនុក្រកម្មច្រើនគឺគាត់អត់បានរៀនសូត្រអញ្ចឹងខ្ញុំត្រូវការជួយក្មួយឲ្យបានរៀនសូត្រយ៉ាងហោចណាស់ក៏ខ្ញុំបានជួយក្មួយហ្នឹងមុននឹងខ្ញុំមានគ្រួសារហ្នឹងឲ្យគាត់បានរៀនសូត្រដោយសារតែភាពអត់រៀនសូត្រនេះឯងបានធ្វើឲ្យគ្រួសារខ្ញុំអណ្ដែតទៅសែននៅក្បែរទន្លេសាបរាប់រស់នៅអស់តាំងពីពុកខ្ញុំរហូតបណ្ដាបណ្ដាយខ្ញុំរហូតដល់បងខ្ញុំក៏អត់បានរៀនមកគ្រួសារគឺខ្ញុំបានរៀនតែមួយគត់ហើយខ្ញុំមានថ្ងៃហ្នឹងដោយសារការសិក្សារៀនសូត្រអញ្ចឹងខ្ញុំអត់ចង់ឲ្យត្រកូលរបស់ខ្ញុំគាត់ស្ថិតនៅក្នុងសភាពចាស់កម្រិតដដែលទេចង់ឲ្យពួកគាត់បានរៀនសូត្រអញ្ចឹងបន្ទុកទាំងអស់ហ្នឹងវាធ្វើឲ្យខ្ញុំគិតថាពេលនេះគឺមិនជាពេលដែលត្រូវមានស្នេហាប៉ុន្តែសួរថាយើងជាមនុស្សប្រុសយើងស្រឡាញ់គេស្រឡាញ់បានដូចចាប់អារម្មណ៍គេបានប៉ុន្តែខ្ញុំអត់គិតថាគេយកខ្ញុំទ្រឹស្ដីសាហាវពេលសួរមានសង្សារបាននៅ5នាក់មិនទាន់អង្គើនេះអានេះចាប់ពិតវាអញ្ចឹងមែនអញ្ចឹងខ្ញុំគិតថាម្នាក់ឯងគឺមិនមែនមានន័យថាយើងឯកោប៉ុន្តែគាត់ថាម្នាក់ឯងយូរទៅពេលវេលាហ្នឹងនឹងរៀនយើងឲ្យចេះរស់នៅម្នាក់ឯងយល់ចា៎គឺយើងមិនចាំមានដៃគូក៏យើងអាចរស់បានដោយសារតែយើងរស់នៅក្នុងភេទដែលអត់មានដៃគូហ្នឹងវា5-10ឆ្នាំ5-10ឆ្នាំអូយ៉ាត្រូវហើយពូអាយុ15ឆ្នាំខ្ញុំសឹកអាយុ30អញ្ចឹងខ្ញុំទឹងសឹកបាន4ឆ្នាំខ្ញុំរស់នៅក្នុងភាព single បន្តទៀតក៏វាមិនជាបញ្ហាអូចាហើយដល់ពេលអត់តែប៉ុន្តែឥឡូវចឹងឥឡូវ single មែនណោះស្មោះត្រង់ណាខ្ញុំ single មែនជូនសង្សារបើសង្សារខ្ញុំឃើញហើយមានបញ្ហាប្លុកខ្ញុំចោលទៅបើសិនជាមានបញ្ហាមែនខ្ញុំអត់មានមែនបាទចាអូខេហើយមានកម្រងឯថានឹងពេលណានឹងថ្ងៃអនាគតដើម្បីចង់បានមានដាក់អាយុខ្លួនឯងថាប្រហែលឆ្នាំត្រូវតែមានប្រពន្ធអីឥឡូវនេះខ្ញុំមានទស្សនៈមួយចាខ្ញុំអាចស្លាប់ជាមួយនឹងក្តីសម័យខ្ញុំបានតែខ្ញុំអត់អាចស្លាប់ជាមួយស្រីបានអូមិនមានន័យថាខ្ញុំអស់ចាប្រកាច់យកអីទេបងប្អូនគឺមនុស្សដែលបានអស់ចាហ្នឹងឯងបានមិនយកអារឿងហ្នឹងទៅគិតជារឿងសំខាន់ខ្ញុំគិតថាខ្ញុំចង់រស់នៅតាមក្តីសម័យផងខ្ញុំចាខ្ញុំចង់មានផ្ទះដ៏តូចមួយពេលដែលខ្ញុំមានបញ្ហាអីទៅឬក៏ម៉ែគាត់ខ្ញុំគាត់ចាស់ទៅគាត់បានមកនៅភ្នំពេញគេក្មួយខ្ញុំគាត់មានផ្ទះដើម្បីឲ្យស្នាក់នៅទូរៀនសូត្រហើយបើសិនជាឥឡូវហ្នឹងខ្ញុំស្លាប់ជាមួយនឹងខន្តិដែលខ្ញុំបន្តរលុយរកការងារធ្វើដើម្បីបានផ្ទះមួយដ៏តូចចលឹងហ្នឹងខ្ញុំគិតថាខ្ញុំសប្បាយចិត្តតែបើសិនជាខ្ញុំស្លាប់ឈឺចិត្តជាមួយនឹងរឿងស្នេហាលោតឈានជួយចង្វាសម្រាប់ខ្លួនខ្ញុំគិតថាវាកាត់តញ្ញូជាមួយនឹងស្រីមែនប៉ុន្តែវាអត់កាត់តញ្ញូជាមួយនឹងគ្រួសារចាំបាច់នឹងបែងចែកពីនឹងឲ្យដាច់ផ្សេងគ្នាទៅមនុស្សយើងអាចជោគជ័យក្នុងពេលតែមួយបានបើមិនជឿអូនលៀនដាតផងយើងផងអាចធ្វើរឿងពេលពីរក្នុងពេលតែមួយបានអញ្ចឹងមកខ្ញុំគិតថាចង់ឲ្យការងារមួយមុតស្រួចនឹងអស្ចារ្យនឹងរឹងមាំបានវាលែងតែយើងផ្ដោតសំខាន់ទៅលើរឿងមួយយល់ចា៎ទោះបីយើងអស្ចារ្យជំនាញខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែយើងត្រូវដឹងថានៅពេលដែលយើងចាប់ផ្ដើមធ្វើការងារពីរក្នុងពេលតែមួយដែលយើងគិតថាអស្ចារ្យហ្នឹងគឺការងារមួយប្រកាសជាមានតលយៈភាពខ្លាំងជាងការងារមួយយល់អញ្ចឹងបើយើងផ្ដោតតែមួយខ្ញុំគិតថាអស្ចារ្យជាងហើយខ្ញុំគិតថាអត់យូរទេប្រហែលជា20ឆ្នាំទៀតខ្ញុំមានទៀតនៅទេតែក៏ដល់20ឆ្នាំទៀតមានទៀតនៅហើយដល់ពេល20ឆ្នាំទៀតបានយកគូដែរអញ្ចឹងបើសិនយកបងអត់បើចាស់ហើយអត់ទេខ្ញុំគិតថាខ្ញុំមានជំរើសពីរនៅទី1បើសិនជាខ្ញុំដើរទៅខ្ញុំអត់បានជួបមនុស្សដែលគេស្រឡាញ់ខ្ញុំស្រឡាញ់គេខ្ញុំទៅបួសវិញចង់បញ្ចប់នៃជីវិតរបស់ខ្ញុំទៅបួសវិញបាទខ្ញុំចង់បួសដល់ថ្ងៃស្លាប់អានេះបើសិនជាខ្ញុំដើរទៅអត់បានជួបប៉ុន្តែបើជួបខ្ញុំក៏អត់ដឹងថាជួបនៅពេលណាដែរយល់ប៉ុន្តែដឹងថាអ្វីដែលខ្ញុំចង់ធ្វើមុនគេបងអស់មុននឹងរឿងស្នេហាគឺខ្ញុំចង់ធ្វើការងារក្នុងផ្ទៃសម័យផងខ្ញុំមកជោគជ័យសិនចាំបើសិនជាមានមនុស្សស្រីណាម្នាក់ដែលគាត់ចូលមកជីវិតបងគាត់ល្អគាត់គាំទ្របងគាត់លើកទឹកចិត្តគាត់មិននិយាយថាមិនគេហៅថាមកមនុស្សស្រីខ្លះមកតម្លាក់បន្ទុកឲ្យយើងបន្ថែមទៀតអញ្ចឹងណាចាតែមនុស្សស្រីមួយទៀតគាត់មកក៏អត់បញ្ជាក់បន្ទុកឲ្យយើងគាត់ថែមទាំងជួយ support យើងគាត់យល់ពីអារម្មណ៍យើងគាត់យល់ពីគ្រប់យ៉ាងយើងគេអ្នកមានគេថាការយល់ដឹងមួយកម្រិតបងដែរបងអ្នកខ្ពស់អញ្ចឹងគឺគេយល់ដឹងដែរបងយកគេអត់អញ្ចឹងខ្ញុំហ៊ាននិយាយទៀតដោយតែមិត្តភក្តិគេតែនិយាយថាបើថ្ងៃមួយអញខ្លាចជាអ្នកមានហើយនៅរាប់អញអត់
anh chật thà anh khiến cái đằng gì nhóm có đôi khi nhóm chật thà tim mũi dương ăn miên thua ấy ao kê xả lạnh mà nuôi dương á chọn ba nẹt xả lạnh small tay ở đây thua từng vơ na ao kê xả lạnh ắt mắc mến chẳng thật là ắt mắc ở đây mình ta ở đây thua từng vơ na xả lạnh ao kê xả lạnh mình tha nhóm pin chất mà nuôi nẹt xây năng tụi bây không ở cho bạc lo mũi gọt lạiวันđây không thua lọ mũi gọt ban tròn không khoa khoai bị gọt ban tròn tụm đục bồng bóng gọt ban tròn là nít chỉ hai để kia thua kia xả lạnhខ្ញុំរងថ្ងៃខ្ញុំបើយើងគិតទៅមនុស្សអាត្មានិយមដើរតាមក្តីសម័យរបស់ខ្លួនឯងអត់សូវខ្វល់រឿងស្នេហាដល់ពេលអញ្ចឹងយើងគិតថាយើងអាត្មានិយមសម្រាប់ខ្លួនឯងខ្ញុំមានមនុស្សស្រីណាគេមកស្រឡាញ់យើងវាជាហេតុផលដែលវាមិនតំណងឲ្យគេស្រឡាញ់បាត់ហើយចាយល់ទី2យើងគ្រាន់តែធ្វើវីដេអូកំ pl ែងគេចូលចិត្តតែគុំច្រឡំថាគេស្រឡាញ់យល់មានមនុស្សច្រើនណាស់ដែលគាត់យកច្រឡំអ្នកផលិតមាតិកាគាត់ច្រឡំពេលខ្លះគេចូលចិត្តយើងមិនមានន័យថាគេស្រឡាញ់យើងទេចាដូចខ្ញុំអញ្ចឹងខ្ញុំអត់ដែរចូលច្រឡំទេចាឃើញស្រីអីក៏ឲ្យខ្ញុំដាក់ខ្ញុំអញ្ចឹងខ្ញុំថាគេចូលចិត្តខ្ញុំទេមិនមែនគេស្រឡាញ់ខ្ញុំទេពីព្រោះហេតុដែលខ្ញុំតែធ្វើឲ្យខ្ញុំឲ្យធ្វើឲ្យខ្លួនខ្ញុំឲ្យគេស្រឡាញ់វាអត់មានទេយល់យើងអាចជួយឲ្យគេផងយើងអាចធ្វើល្អឲ្យគេផងយើងអាចធ្វើអីឲ្យគេចាប់អារម្មណ៍ផងឲ្យរឿងអីដែលឲ្យគេស្រឡាញ់យើងមិនហើយសុកគេលះបង់ដើម្បីយើងមកកកក្តីអញ្ចឹងវាអត់សមយល់ខ្ញុំគិតថាអាហ្នឹងខ្ញុំអត់ដែរខ្ញុំមកគិតថានឹងអាចជួបនៅស្រីបែបហ្នឹងអូខេចាយល់ចឹងគិតតែថ្ងៃមុខទៀតក៏តែដាក់សញ្ញាណូសម្រាប់ខ្លួនឯងបាត់ឯហ្នឹងនេះដាក់ណូឯហ្នឹងអត់ទេអត់គិតថាយើងថ្ងៃណាមួយយើងនឹងជួបមនុស្សស្រីក្នុងក្តីសុបិនរបស់យើងដែរអញ្ចឹងណាព្រោះហ្នឹងវាជាកម្លាំងចិត្តយល់មែនណាដូចពាក្យចាស់គេនិយាយថាការដែលយើងមានដៃគូពេលខ្លះក៏អាចធ្វើឲ្យយើងដល់គោលដៅលឿនដែរដោយសារតែយើងមានកម្លាំងចិត្តនៅក្នុងការធ្វើបើដូចរាល់ថ្ងៃហ្នឹងមិនដឹងធ្វើដើម្បីតែគេអត់មានភាពជាខ្លួនឯងអត់មានតែគេមកមនុស្សយើងជោគជ័យដោយកត្តា3ខុសគ្នាអ្នកខ្លះជោគជ័យតាមរយៈ talent ទេពកោសល្យរបស់គាត់អ្នកខ្លះជោគជ័យតាមរយៈ hard working គាត់ខំប្រឹងប្រែងយ៉ាងអ្នកខ្លះជោគជ័យតាមរយៈសំណាងចំពោះខ្ញុំគិតថាមិនមែនខ្ញុំមិនរំពឹងថាមានមនុស្សបែបហ្នឹងចូលក្នុងជីវិតខ្ញុំទេប៉ុន្តែមនុស្សយើងកើតរោគអស់សង្ឃឹមនឹងកើតចេញពីអីបងកើតចេញពីការសង្ឃឹមមនុស្សយើងចូលចិត្តដល់ក្តីសង្ឃឹមឲ្យខ្លួនឯងអញ្ចឹងហើយបានកើតរោគអស់សង្ឃឹមចានៅពេលដែលយើងសង្ឃឹមថាមនុស្សណាម្នាក់ចូលមកកាន់ជីវិតយើងថ្ងៃណាមួយយើងចាស់ទៅយើងជ្រេលទៅយើងរកអត់បានយើងកើតរោគអស់សង្ឃឹមហ្នឹងអញគ្មានណាស្រឡាញ់អញទេទី2យើងកំពុងស្រឡាញ់គេស្រាប់តែគេដល់រឿងណាមួយដែលមិនសមស្របយើងកើតរោគអស់សង្ឃឹមដើម្បីកាត់បន្ថយអាភាពអស់សង្ឃឹមក្នុងជីវិតផងយើងបានណាយើងត្រូវស្រឡាញ់ខ្លួនឯងបានច្រើនយល់ទី2គឺយើងកុំសង្ឃឹមទៅលើអ្នកដទៃច្រើនពេកចាពាក្យថាអ្នកដទៃមិនមែនវាថាវាក្រៅពីខ្លួនឯងចាអញ្ចឹងក្តីសុខវាកើតចេញពីខ្លួនឯងនៅពេលដែលយើងមានសន្តិភាពផ្លូវចិត្តអាចជាទីពឹងនៃខ្លួនឯងហើយយើងអត់រំពឹងថានឹងទទួលបានក្តីស្រឡាញ់ពីអ្នកដទៃជុំវិញខ្លួនយើងច្រើនទេចានោះក្តីស្រឡាញ់ក៏ដូចគ្នាដែរស្នេហាទោះបីថាគួរសារក៏ពិតមែនពេលខ្លះគាត់ជាអ្នកដតីទេគាត់ចងចំណងអាពាហ៍ពិពាហ៍មកគាត់ខ្លាចជាប្តីប្រពន្ធប៉ុន្តែគាត់តែបែកគ្នាពឹបញាតពុនក្តីប្រពន្ធក្តីជាអ្នកដតីសុទ្ធអញ្ចឹងជីវិតនេះគឺត្រូវចាំថាជាអ្នកដតីសុទ្ធចាអ្នកដែលអាចធ្វើឲ្យខ្លួនឯងសុបាយអ្នកដែលធ្វើឲ្យយើងនៅក្បែរយើងគឺយើងខ្លួនឯងអញ្ចឹងខ្ញុំគិតថាបើថ្ងៃមុខយើងជួបមនុស្សដែលគាត់ស្រឡាញ់យើងពិតប្រាកដវាជាសំណាងយល់ចាទី2យើងគុំចាយអាសំណាងទាំងអស់ហ្នឹងខ្លាចទៅជារឿងចង្រៃមានន័យថាយើងចេះឲ្យកុសលគាត់ឲ្យបានល្អត្រូវហើយចាតែបើរកអត់បានទេគុំភ្លេចស្រឡាញ់ខ្លួនឯងបានច្រើនចាចឹងមិនថានិយាយមួយបងថៃយូរមានអារម្មណ៍ថាគាត់បួសច្រើនភាសាពេកទៅដូចនិយាយអត់ចូលគ្នារឿងផ្នែកហាហ្នឹងអត់ចូលគ្នាហ្មងអូខេយល់ចឹងជាចង់បញ្ចប់ចាបងមានពាក្យអ្វីដើម្បីផ្ដាំផ្ញើទៅដល់យុវជនជំនាន់ក្រោយដែលជាខ្វូតសម្រាប់ខ្លួនឯងវាជាខ្លួនឯងអូខេខ្វូតមួយដែលខ្ញុំចូលចិត្តប្រើសម្រាប់ខ្លួនឯងខ្ញុំធ្លាប់ចាញ់អ្នកដទៃតែខ្ញុំអត់ធ្លាប់រុញរាយថយក្រោយនៅយើងធ្វើការមួយមនុស្សសិតតែមានទេពកោសល្យរៀងខ្លួនគេអាចនឹងល្អជាងយើងច្រើនប៉ុន្តែហេតុផលមួយគឺយើងត្រូវតែដើរទៅមុខជានិច្ចជីវិតគឺជាការបោះជំហានទៅមុខគឺមិនមែនថយក្រោយទេបើសិនជាយើងចង់ឲ្យខ្លួនឯងខ្លាចទៅជាមនុស្សម្នាក់ដែលអស្ចារ្យមិនសម្រាប់អ្នកដទៃទាំងអស់ទេសម្រាប់មនុស្សដែលយើងស្រឡាញ់សម្រាប់ខ្លួនឯងគឺយើងត្រូវតែធ្វើរឿងអស្ចារ្យឲ្យខ្លួនឯងបានច្រើនអញស្តាញ់ក៏ធ្លាប់និយាយថាក្នុងโลกនេះមានតែមនុស្សឈួតទេដែលធ្វើរឿងដដែលហើយចង់បានលទ្ធផលថ្មី
chẳng bà dân chọn bạn là tập phao thâm mấy chụp nổ lõ tôi dân chập đam thua lõ hồn ái hết thua được thâm mấy mà hồn ái này nhiều rồi ta ok អញ្ចឹងpodcast យើងសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ពេលវេលាដ៏មានតម្លៃរបស់បងថៃចាដែលបានចូលរួមនៅក្នុងកម្មវិធី podcast របស់យើងហើយសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូបន្តទៀតចានៅពេលឆាប់ៗនេះអរគុណច្រើនបាយបាយ